បាទសូមជម្រាបសួរបងប្អូនអរគ្នាហើយថ្ងៃនេះលោកគ្រូមកថតវីដេអូបាទធ្វើការថតនៅក្នុងផ្ទះរបស់លោកគ្រូហើយសម្រាប់វីដេអូនេះដែរលោកគ្រូចង់មកចែកម្លែកអំពីថ្នាំព្យាបាលជំងឺតម្រងនោមដែលតម្រងនោមបងប្អូនអរគ្នាមានតម្រងនោមរ៉ាំរ៉ៃបាទមានអ្នកខ្លះជិនដល់រហូតដល់ខូចតម្រងនោមគាត់ថាបាទប៉ុន្តែថ្នាំនេះគឺជាថ្នាំមួយប្រភេទដែលជាធម្មតាទៅមុននឹងយើងខូចតម្រងនោមយើងត្រូវតែរកពីមូលហេតុនៅក្នុងការដែលយើងខូចតម្រងនោមដោយសារអីគេទី1គឺទឹកទី2គឺចំណីអាហារទី3គឺទម្លាប់ប្រចាំថ្ងៃបាទទី4គឺបាទគឺការមិនថែអនាម័យខ្លួនប្រាណរបស់យើងបាទអញ្ចឹងយើងត្រូវតែរកមូលហេតុនឹងឲ្យឃើញជាពិសេសគឺអាហារទឹកបាទគឺសិតតែជាចំណុចដែលជំងឺដែលយើងមើលរំលងបាទអញ្ចឹងអ្នកដែលកើតជំងឺលលាកតម្រងនោមរ៉ាំរ៉ៃដែលទៅពេទ្យហើយព្យាបាលមិនជាបាទតែបើសិនគ្រោះក្នុងតម្រងនោមអីអាហ្នឹងពេទ្យគេអាចមានវិធីសាស្ត្រនៅក្នុងការព្យាបាលជាគឺខ្ញុំមកនិយាយអំពីបញ្ហាអ្នកដែលកើតហើយកើតទៀតបាទមានន័យថាថ្នាំពេទ្យក៏ដាក់មិនត្រូវបាទនោមញឹកនោមអត់មូលហេតុនោមមកមានលពុះបាទក្តៅកន្លែងផ្លោកនោមកាហាយបាទហើយយើងទៅពេទ្យពិនិត្យហើយពិនិត្យអត់ឃើញបាទមើលហើយក៏មើលមិនឃើញអញ្ចឹងណាបាទអញ្ចឹងខ្ញុំមានថ្នាំក៏ប៉ុន្តែខ្ញុំផ្ដល់ជូនសម្រាប់អ្នកដែលអស់ជំរើសរ៉ាំរ៉ៃបាទប៉ុន្តែអ្នកដែលរ៉ាំរ៉ៃរាប់ឆ្នាំដែលមិនដែលហូបថ្នាំទៅត្រូវបាទហើយខ្ញុំនឹងពិភាក្សាជាមួយថាទម្លាប់ប្រចាំថ្ងៃធ្វើអីគេខ្លះបាទទី1ទឹកអាហារបាទទឹកនឹងមានអីគេខ្លះបាទទឹកភេទតិចទឹកបើកន្លាំងបាទទឹកធម្មតាដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងវាមានជាតិអីគេខ្លះបាទហើយបើសិនជាយើងញ៉ាំទឹកនឹងជារៀងរាល់ថ្ងៃដូចជាទឹកបើកន្លាំងជារៀងរាល់ថ្ងៃក៏វាអាចប៉ះពាល់ដល់តម្រងនោមហើយយើងព្យាយាមសិក្សាជាមួយអាហ្នឹងបាទវិទ្យាសាស្ត្របូកជាមួយនឹងបុរាណបាទវិទ្យាសាស្ត្រក៏គេយកដើមថ្នាំដើមអីយកទៅធ្វើដើម្បីឲ្យវាคลายចេញទៅជាថ្នាំបាទអញ្ចឹងមានន័យថាឧទាហរណ៍ថាដើមថ្នាំអ្វីមួយអញ្ចឹងគេយកទៅផលិតចេញជាគ្រាប់បាទគ្រាប់ថ្នាំដើម្បីឲ្យយើងញ៉ាំបាទតាមពិតទៅថ្នាំបុរាណខ្មែរយើងគឺតែងតែកាប់ទាំងមេទាំងធាងយកមកដាក់ទាំងរឹសទាំងអីយកមកដាក់បាទបដាកំតែថ្នាំពេទ្យគេមានមធ្យោបាយនៅក្នុងការចម្រាញ់ឲ្យមើលទៅស្រួលបរិភោគអញ្ចឹងណាបរិភោគទៅឲ្យជាឲ្យលឿនអញ្ចឹងណាបាទប៉ុន្តែអ្នកខ្លះអត់ត្រូវទេរឿងថ្នាំពេទ្យអ្នកខ្លះតម្រងនោមនឹងឈឺរ៉ាំរ៉ៃហើយតែអត់មើលទេខ្លួនឯងហូបថ្នាំពេទ្យមិនត្រូវហើយខំតដល់ទៅហូបថាថ្នាំពេទ្យបាទអត់មានរោមជ្ឈបាយថាហើយយើងគួរថាងាកទៅរកមើលអ្វីមួយដែលយើងគិតថាវាអាចជួយយើងបានអញ្ចឹងណាអ្នកខ្លះហូបថ្នាំពេទ្យរហូតតើគាត់ខូចតម្រងនោមថ្នាំជាអាវុធមុខពីរបាទបើថ្នាំលេបទៅត្រូវអត់អីទេតែបើថ្នាំលេបទៅខុស
បាទជាអាវុធមកពីជាមនុស្សដែលមានបញ្ហាបាទមិនជាអ្វីដែលមានបញ្ហាអញ្ចឹងរឿងថ្នាំនេះមួយគឺយើងមិនបាច់ចាំបរិភោគយូរទេយើងបរិភោគថាក្នុងរយៈពេលមួយខែយ៉ាងយូរបំផុតបើសិនជាមួយខែហ្នឹងវាអស់វាថយវាធូរវាស្រាលយើងអាចតលេបតទៅទៀតបាទបើសិនជាលេបទៅវានៅតែនោមញឹកវានៅតែកាហាយវានៅតែក្តៅមួយក៏បាត់មួយផ្លេតទេយើងអត់បានលេបថ្នាំអស់សួរថ្នាំហ្នឹងវារើមកវិញបាទហ្នឹងថ្នាំហ្នឹងអត់ត្រូវទេបាទត្រូវបានតែមួយផ្លេតមានន័យថាមួយផ្លេតហ្នឹងគឺអាជាតិថ្នាំដែលវានៅហ្នឹងវាមានជាតិគេហៅថាថ្នាំត្រជាក់ឲ្យយើងណាបាទអញ្ចឹងអ្នកដែលការជំងឺតរងនោមរ៉ាំរ៉ៃបាទអ្នកដែលអស់ជំរើសបាទថាទៅពេទ្យបញ្ជាខ្ញុំអត់និយាយពីអ្នកលាងឈាមទេអ្នកលាងឈាមគឺស្វ័យប្រវត្តិគឺគាត់ពេទ្យទាំងអស់បាទគឺគាត់អត់មានថាកិច្ចចេញពីពេទ្យបានទេព្រោះអីយើងអត់អាចប្រើប្រាស់ថ្នាំអីផ្សេងបានក្រៅពីពេទ្យទេក្រៅពីការលាងឈាមទេណាបាទខ្ញុំនិយាយពីអ្នកមិនតាន់ណាបាទអញ្ចឹងអរគុណច្រើនបាទជំរាបលា